នៅថ្ងៃទី18មិនិនា1970វេលាម៉ោង1រសៀលប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់គ្រប់វណ្ណៈមានការភ្ញាក់រំភើបញាប់ញ័រមួយផ្លែតព្រោះមិននឹកស្មានតតែសោះថាប្រទេសខ្មែរបែរជាទៅជាមានព្រឹត្តិការណ៍ទម្លាក់សម្ដេចសីហនុពីតំណែងប្រមុខរដ្ឋយ៉ាងនេះប៉ុន្តែរាជខ្មែរចូលចិត្តរស់នៅដោយស្ងប់ស្ងៀមមិនចេះក្បត់ឬរិះគន់លោកធំដែលជាមេដឹកនាំប្រទេសជាតិទេមេដឹកនាំចង់ធ្វើអ្វីក៏ធ្វើទៅចោះព្រោះប្រជារាស្ត្រខ្មែរភាគច្រើនមិនយកចិត្តទុកដាក់ខាងផ្នែកនយោបាយឡើយរាស្ត្រនឹងនីម៉ឺនមិនសូវមានការតាក់ទងចិត្តដិតរវាងគ្នានឹងគ្នាទេមើលចោះគ្រួសារណាមានកូនពី10ទៅ14នាក់ក៏ដោយចិញ្ចឹមខ្លួនឯងចោះរាជការគ្មានអើពើនឹកនាឧបត្ថម្ភអ្វីទេគ្រួសារណាចង់ឲ្យកូនរៀននាំទៅចោះគ្រួសារណានាំកូនទៅស៊ីឈ្នួលឬនាំទៅលក់ឲ្យធ្វើខ្ញុំកញ្ចេះគេក៏នាំទៅចោះបើកូនឈឺគ្រួសារអ្នកមានទ្រព្យនាំកូនទៅរកពេទ្យឈ្នួលដោយខ្លួនឯងចំណែកគ្រួសារអ្នកក្រខ្សត់ចិញ្ចឹមកូនរស់ដោយផ្សងព្រេងសំណាងទាំងអស់រាជការគ្មានអើពើឡើយដូច្នេះរាជខ្មែរដែលសុចរិតគិតតែពីប្រកបរបរកសិកម្មគឺកាប់គាស់ដាំដុះដើម្បីរកភោគផលចិញ្ចឹមគ្រួសារតាមយថាកម្មតែប៉ុណ្ណោះមូលហេតុនេះពេលរាជខ្មែរទទួលដំណឹងថាលោកលន់នល់ទម្លាក់សម្ដេចសីហនុប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលរស់នៅក្នុងតំបន់សាធារណរដ្ឋមានការសោកស្ដាយសម្ដេចតែមួយផ្លែតប៉ុណ្ណោះរួចហើយក៏ភ្លេចទៅគ្រប់គ្នាមានលំនឹងនឹងណូខំកាប់គាស់ដាំដុះខំរកស៊ីចិញ្ចឹមគ្រួសារវិញទៅម្យ៉ាងវិញទៀតប្រជាពលរដ្ឋខ្មែរស្គាល់លោកលន់នល់យ៉ាងច្បាស់លាស់មានសេចក្តីសង្ឃឹមនិងទុកចិត្តលើលោកជីវរជនដ៏ស្អាតស្អំលោកមានសតិសម្បញ្ញៈស្នេហាជាតិលោកស្មោះត្រង់ចំពោះជាតិលោកថែមទាំងគិតចង់រំដោះកម្ពុជាក្រោមទៀតផងលោកមិនចេះអួតអាងមិនចេះខឹងច្រឡោតលោកមិនសូវបានវោហាទេលោកមានកំណើតពីរាស្ត្រធម្មតាមុខជាលោកនាំមកនៅយុត្តិធម៌ជូនរាស្ត្រខ្មែរជាមិនខានប៉ុន្តែជារឿងគួរឲ្យស្ដាយណាស់ព្រោះព្រឹត្តិការណ៍18មិនិនា1970វាយឺតពេលណាស់ទៅហើយយួនហាណូយជាវៀតកុងបានកាន់កាប់ទឹកដីខ្មែរអស់2ភាគ3រួចទៅហើយម្យ៉ាងវិញទៀតពេលលោកលន់នល់ឡើងជាមេដឹកនាំខ្មែររូបលោកត្រូវរោគគាពាតបៀតបៀនយ៉ាងធ្ងន់មិនអនុញ្ញាតឲ្យលោកបំពេញករណីកិច្ចបានដិតដល់ឲ្យបានពេញលេញបណ្ដាលឲ្យក្រុមនីម៉ឺនពុករលួយឆ្លៀតឱកាសពាត់លោកជុំចិត្តរីឯលោកអ្នកស្អាតស្អំមិនអាចចូលជួបលោកជំរាបការពិតបានឡើយតាំងពីពេលនោះមកលោកសេនាប្រមុខលែងបានទទួលព័ត៌មានអ្វីពិតតតែសោះក្រុមពុករលួយជាពិសេសផ្នែកកងទ័ពចាប់ផ្ដើមធ្វើជំនួញគឺលោកលេខកងវរៈសេនាតូចលោកប៊ុនស័កក្នុងឆ្នាំ1974 1975ឧបមាបើមានមេបញ្ជាការណាម្នាក់ស្លាប់គេចាត់ការលុកឈ្មោះស័កកងវរៈសេនាតូចនោះភ្លាមនៅកាលនោះតំណាងរាស្ត្រសាស្ត្រាចារ្យគ្រូបង្រៀនមេឃុំរត់ចោលកន្លែងបែរជាទៅទិញសាក់ពាក់ប្រងព្រាតតើពាក់សាក់នាំទាហានទៅកំចាត់ខ្មាំងឬទេមិនមែននាំទាហានទៅវាយខ្មាំងទេមើលចុះលោកមេបញ្ជាការទិញសាក់ពាក់ពេញលើស្មារួចចាប់ចាត់ចែងធ្វើបញ្ជីកូនទាហានដែលមានតែឈ្មោះមានតែរូបថតគ្មានមនុស្សទេដើម្បីបើកលុយចេញពីឃ្លាំងយកទៅសងថ្លៃកងវរៈសេនាតូចសងថ្លៃសាក់ដែលខ្លួនបានទិញមានលោកខ្លះពាក់សាក់ពេញលើស្មាតែទៅអង្គុយរត់ពន្ធទៅវិញលុះអំពើពុករលួយគ្មានព្រំដែនក្នុងកងទ័ពកើតមានឡើងក្នុងរបៀបនោះបណ្ដាលឲ្យលុយកាក់កាន់តែថោកទៅព្រោះឈ្នួលចិនឆ្លៀតឱកាសនោះគិតតែពីពឹសដំឡើងថ្លៃទំនិញក្រើតមានមេបញ្ជាការមួយភាគស្រឡាញ់និងស្មោះត្រង់ចំពោះជាតិគ្មានសុំក្រឡុំជាមួយបនពុករលួយទេលោកតែងតែនាំទ័ពទៅទប់ទល់ជាមួយខ្មាំងប៉ុន្តែចាប់តាំងពីចុងឆ្នាំ1973មកក្នុងសមរភូមិនីមួយៗគេឃើញតែខ្មោចខ្មែរពាសពេញព្រៃមិនឃើញខ្មោចប៊ូដួយដោយពេលមុនទេដូច្នេះមានអារម្មណ៍រវាទចិត្តចង់ឈប់បន្តសង្គ្រាមព្រោះមិនចង់ឃើញឈាមបងប្អូនខ្មែរហូរតទៅថ្ងៃមុខទៀតចំណែកឯរាជខ្មែរអ្នកស្រែចម្ការពេលនោះក៏គ្មានឃើញអ្វីប្លែកពីជំនាន់មុនមកជំនាន់ក្រោយគឺឃើញតែបន្ថែមទម្ងន់ជារៀងរាល់ថ្ងៃក៏ប្រែចិត្តរវើរវាយហើយក៏នឹកថាបើបានសម្ដេចឪដែលមានលោកខៀវសំផនជាមេខ្មែរក្រហមគ្រប់គ្រងបានវិលត្រឡប់មកគ្រប់គ្រងប្រទេសខ្មែរវិញប្រសើរណាស់មើលចុះនៅពេលនោះប្រជាពលរដ្ឋខ្មែរទូទៅទាំងរាស្ត្រទាំងនីម៉ឺនអ្នករដ្ឋការគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់ទាំងទាហានទាំងស៊ីវិលយល់ច្រឡំយ៉ាងធ្ងន់ជាងធ្ងន់ដោយស្មានថាភ្នក់ភ្លើងសង្គ្រាមនេះគឺខ្មែរលន់នល់ម្ខាងច្បាំងជាមួយខ្មែរសីហនុខៀវសំផនម្ខាងទៀតប្រជាពលរដ្ឋខ្មែរមិនដឹងតតែសោះថាមានគូបដិបកអាចកំបាំងពួនលាក់ខ្លួនក្នុងទីងងឹតលួចប្រើយីហោខ្មែរក្រហមលួចប្រើយីហោសម្ដេចសីហនុរងចាំឱកាសល្អទើបវាក្រោកឡើងម្ដងមួយដំណាក់បន្លំសម្លាប់បំបត្តិពូជខ្មែរតែនរណាជាគូបដិបកអាចកំបាំងនេះ
គឺអតីតវៀតមិញដែលយួនហាណូយជាវៀតកុងជាមេដឹកនាំជាអ្នកផ្ដល់អាវុធឲ្យគ្រប់ធនព្រមទាំងមានប៊ូឌួយជាង100,000 នាក់ត្រៀមខ្លួនរងចាំផ្ដល់កម្លាំងសម្ងាត់ដែលជាកម្លាំងអមតៈដែលវាមានអាវុធប្រសើរជាងខ្មែរយើងវាមានខ្សែរយៈតែមួយគត់យ៉ាងត្រឹមត្រូវម៉ត់ចត់វាចាត់ចែងមានទម្រង់ប្រសើរជាងខ្មែរយើងឧទាហរណ៍ថាថ្ងៃនេះខែនេះឆ្នាំនេះតើវាត្រូវបញ្ចេញខ្មែរធនណាតើខ្មែរធននោះត្រូវធ្វើអ្វីឡាវាប៉ិនប្រសប់ប្រើកលល្បិចជាបញ្ច្រាស់ជាបណ្ដោយវាចេះចាត់ការបានយ៉ាងដិតដល់នៅលើពិភពលោកគ្មានសាសនាអាចធ្វើដូចវាបានឡើយក្នុងឆ្នាំ1974វាកាន់កាប់ទឹកដីព្រៃព្រឹក្សារបស់ខ្មែរបានសឹង3/4ទៅហើយ